នៅដល់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយនិយាយតាក់ទងជាមួយនឹងផ្នត់គំនិតនៃ software engineer ថាតើ software engineer ម្នាក់នៅក្នុងអាជីពការងាររបស់គាត់ហ្នឹងគាត់មានផ្នត់គំនិតបែបណានៅក្នុងការងារឬក៏ខ្ញុំនិយាយផ្ដោតទៅលើអ្នកសរសេរកូដដែលគាត់ជា software engineer ទី1 software engineer គាត់ជាអ្នកដែលពូកែដោះស្រាយបញ្ហានៅពេលដែលមានបញ្ហាណាមួយកើតឡើងនៅក្នុងការងាររបស់គាត់នៅក្នុងប្រព័ន្ធរបស់គាត់ជំនួសឲ្យភាពតានតឹងជំនួសឲ្យការល្អួរទាំជំនួសឲ្យការតវ៉ាពីបញ្ហាគឺដំណោះស្រាយគឺជាជំរើសរបស់ software engineer ថាតើគួរតែដោះស្រាយបញ្ហាមួយហ្នឹងដោយរបៀបណារបៀបនៅក្នុងការដោះស្រាយបញ្ហារបស់គាត់ software engineer ពេលណាដែលមានបញ្ហាមួយកើតឡើងទោះបីជាដំណោះស្រាយហ្នឹងមើលទៅវា impossible ក៏ត្រូវតែធ្វើឲ្យវា possible ដែរគេគិតថាមិនអាចដោះស្រាយបានទេក៏ប៉ុន្តែបញ្ហាហ្នឹងត្រូវតែដោះស្រាយបានដោះស្រាយដោយរបៀបណាក៏ដោយគឺអាចដោះស្រាយបានដោះស្រាយប្រកបដោយភាពច្នៃប្រឌិតអញ្ចឹងពេលមានបញ្ហាមួយកើតឡើងគឺ software engineer មានផ្នត់គំនិតនៅក្នុងការបំផាយបញ្ហាហ្នឹងទៅជាបញ្ហាតូចវាអត់ខុសអីពីការលេងផ្គុំសង់រូបទេគឺយើងធ្វើមួយផ្នែកអញ្ចឹងរហូតដល់យើងអាចដំណោះស្រាយឬក៏អាចរកឃើញឬក៏អាចដោះស្រាយនៅបញ្ហាដ៏ធំមួយបានអញ្ចឹងមួយទៀតនៅពេលដែលមានបញ្ហាអីកើតឡើងពួកគេតែងតែទុកវាជាឱកាសនៅក្នុងការរៀននៅពេលដែលយើងមានដំណោះស្រាយនៅលើបញ្ហាណាមួយយើងចាត់ទុកថាវាជាបទពិសោធន៍មួយសម្រាប់ពេលក្រោយអញ្ចឹងថ្ងៃក្រោយនៅពេលដែលមានបញ្ហានឹងដដែលកើតមានឡើងយើងអាចដឹងហើយថាតើបញ្ហានឹងវាកើតឡើងដោយសារមូលហេតុអីមួយទៀតទោះបីជាមានឧបសគ្គអីក៏ដោយនៅក្នុងការងាររបស់គាត់ឧបសគ្គវាមិនមែនជារឿងដែលអាចទប់ស្កាត់គាត់បានទេពេលណាដែលមានឧបសគ្គគឺអាចដោះស្រាយនៅបញ្ហាឬក៏អាច clear នៅឧបសគ្គបានគឺមានទូនទីនៅក្នុងការឬក៏កាយឬក៏ឈូសឆាយចេញនៅឧបសគ្គហើយយើងអាច apply នៅរូបមន្តឬក៏ apply នៅដំណោះស្រាយរបស់យើងនៅក្នុងការងារឬក៏នៅក្នុងប្រព័ន្ធមួយដែលវាកំពុងតែកើតមានឡើងនៅបញ្ហាឬក៏មានបញ្ហាដែលយើងតម្រូវឲ្យដោះការរៀនសូត្រមិនចេះចប់ software engineer គឺរៀនសូត្រអត់ចេះចប់ទេគឺរៀនរហូតមិនយើងរៀនចប់ប៉ុណ្ណឹងយើងធ្វើការយើងប្រើតែប៉ុណ្ណឹងឯងគឺយើងនៅតែ keep learning រៀនជាដរាបតាមឲ្យទាន់នៅបច្ចេកវិទ្យាតាមឲ្យទាន់នៅអ្វីដែលបង្កើតមកថ្មីជួនកាលអ្វីដែលយើងចេះ programming language មួយហ្នឹងយើងកំពុងតែចេះឥឡូវហ្នឹងវាកំពុងតែដាក់ទាន់សម័យកាលអូខេលយប៉ុន្តែមួយឆ្នាំក្រោយវានឹងអាចឲ្យ update អញ្ចឹង software engineer មិនមែនគិតតាមមួយថ្ងៃហ្នឹងចេះតែប៉ុណ្ណឹងហើយគេជប់រៀនទេគឺតែងតែរៀនហើយដេញតាមនៅអ្វីដែលថ្មីឧទាហរណ៍ថា software engineer ម្នាក់គាត់ចេះភាសា Java គាត់ធ្វើ API ដោយប្រើ Java Spring Boot អញ្ចឹងឧទាហរណ៍គាត់មិនមែនចេះតែប៉ុណ្្នឹងគាត់ឈប់រៀនទេគាត់ត្រូវតាមឲ្យទាន់ថាតើមានអីថ្មីមកទៀតមាន version ណាក្រោយៗមកទៀតដែលគាត់អាចយកមក update ឬក៏អីដែលខ្វះចន្លោះនៅលើ framework ចាស់នេះគឺមានអី update មកក្រោយៗទៀតដែលវាជួយតម្រូវការនៅក្នុង business ឬក៏នៅក្នុងការដោះស្រាយបញ្ហារបស់គាត់តែងតែរៀនតែងតែចង់ដឹងតែងតែតាមទាន់នៅ trend នៃនិន្នាការឬក៏ technology មកថ្មីគឺវាជាផ្នត់គំនិតរបស់ software engineer ផ្នត់គំនិតរបស់ software engineer គឺហ៊ានសាកល្បងនៅពេលដែលពួកគាត់ជៀសជាងឲ្យការអាន document ហើយគឺការសរសេរកូដជាក់ស្ដែងគឺវាជារឿងមួយដែលពួកគាត់ធ្វើដោះស្រាយបញ្ហាជាក់ស្ដែងដោះស្រាយបញ្ហាដោយការសរសេរកូដជាក់ស្ដែងពេលមានបញ្ហាគឺដោះស្រាយចេះសាកល្បងបើបញ្ហាហ្នឹងឬក៏ដំណោះស្រាយហ្នឹងដែលយើងដោះស្រាយទៅវាអត់ល្អទេយើងបដូរដំណោះស្រាយហ៊ានសាកល្បងហ៊ានទទួលខុសហើយហ៊ាននៅក្នុងការកែតម្រូវធ្វើឲ្យប្រព័ន្ធមួយកាន់តែល្អប្រសើរចំពោះចំណុចបន្ទាប់នោះគឺជាផ្នត់គំនិតដែលសំខាន់បំផុតរបស់ software engineer គឺការគិតល្អិតល្អន់កន្លែងហ្នឹងគឺវាជារឿងមួយដែល software engineer ម្នាក់គាត់មានផ្នត់គំនិតបែបហ្នឹងការគិតល្អិតល្អន់ទៅលើការសរសេរកូដនៅក្នុងប្រព័ន្ធមួយទោះបីជាសរសេរកូដយើងភ្លេច semicolon តែមួយក៏អាចធ្វើឲ្យប្រព័ន្ធអស់ទាំងមូលមានបញ្ហាការសរសេរកូដដោយឲ្យតែរួចពីដៃវាអាចធ្វើឲ្យកូដរបស់យើងឬក៏ system របស់យើងត្រូវបានមានបញ្ហាមាន system vulnerability នៅពេលណាមួយអញ្ចឹងការគិតល្អិតល្អន់ការ verify តេស្តដោយខ្លួនឯងគឺជាផ្នត់គំនិតរបស់ software engineer អ្វីមួយពីដៃគាត់មុននឹងចេញទៅគឺគាត់ត្រូវតែពិនិត្យមើលតេស្តខ្លួនឯង verify ថាចំណុចហ្នឹងវាដើរត្រូវឬក៏មានបញ្ហាអីអត់ clean up ជាងប្រើពាក្យថាទុកថ្ងៃក្រោយការទុកបញ្ហាមួយឬក៏ការដោះទុកអ្វីមួយដែលសម្រាប់ថានឹង clean up ឬក៏នឹងសម្អាតវានៅពេលក្រោយ
វាអាចនឹងបង្កទៅជា technical debt ថ្ងៃមុខទៅមិនមែនតែយើងទេអ្នកផ្សេងគេអានឬក៏គេយកនឹងទៅមើលទៅគេអាចនឹងមានអារម្មណ៍ថាពិបាកនៅក្នុងការមើលត្រង់កន្លែងហ្នឹងខ្ញុំអាចនិយាយបានថាពួកគាត់គិតវែងឆ្ងាយមិនសេកូសម្រាប់ម៉ាស៊ីនតែមួយមុខទេគឺគិតសម្រាប់មនុស្សផងដែរពួកមនុស្សជាអ្នកអានកូដហ្នឹងនៅពេលដែលមានបញ្ហាអីមួយពួកគឺមនុស្សជាអ្នកទៅអានកូដទាំងអស់ហ្នឹងមិនថាថ្ងៃមុខទៅជាអ្នកផ្សេងតែវាអាចជាគាត់អញ្ចឹងគាត់នឹងអាចទៅត្រឡប់ទៅអានកូដនឹងម្ដងទៀតបានអញ្ចឹងអ្វីដែលគាត់ត្រូវសរសេរគឺសរសេរសម្រាប់មនុស្សអញ្ចឹងអ្វីដែលគាត់ត្រូវរៀបចំឬគាត់ត្រូវធ្វើឲ្យល្អ best practice គឺគាត់ធ្វើពេលដែលគាត់កំពុងតែធ្វើនឹងឯងផ្នែកកំណត់មួយទៀតនោះគឺថាការបរាជ័យវាគឺជាដំណើរការទេនៅពេលដែលយើងសរសេរកូដទៅមានបញ្ហាមាន bug អញ្ចឹងយើងដោះស្រាយបញ្ហាហ្នឹងយើង improve យើងពង្រឹងនៅពេលដែលមានបញ្ហាលើ server កាំង system down take it as opportunity to learn យើងដឹងពីមូលហេតុយើងព្យាយាមដឹងពីមូលហេតុថាតើបញ្ហាហ្នឹងកើតឡើងដោយសារអីជាជាងយើងភ័យស្លន់ស្លោប៉ុន្តែយើងដោះស្រាយបញ្ហា step by step មើលដឹងពី root cause ដឹងថាតើបញ្ហាហ្នឹងវាកើតឡើងដោយសារអីយើង take it as opportunity to learn ជាជាងការយើងភ័យស្លន់ស្លោឬក៏ចាត់ទុកថាវាជាការបរាជ័យអញ្ចឹងថ្ងៃមុខទៅយើងនឹងដឹងពីរបៀបនៅក្នុងការដោះស្រាយបញ្ហាកាន់តែច្រើន work smart not hard អញ្ចឹងយើងធ្វើការឲ្យឆ្លាតកន្លែងហ្នឹងខ្ញុំអាចនិយាយបានថាវិស្វករ software គាត់ជាមនុស្សខ្ជិលក៏ប៉ុន្តែខ្ជិលមានប្រសិទ្ធភាពនៅពេលដែលពួកគាត់រកឃើញថាការងារហ្នឹងពួកគាត់ធ្វើដដែល repeat ដដែលលើសពី3ដងពួកគាត់ automate task ហ្នឹងហើយពួកគេធ្វើស្វ័យប្រវត្តិធ្វើវាដែរស្វ័យប្រវត្តិការងារហ្នឹងអញ្ចឹងចេះដោះស្រាយបញ្ហាចេះ automate task កន្លែងហ្នឹងបានន័យថាយើងជួយសម្ភារនិងជួយសម្រួលការងាររបស់យើងបានកាន់តែច្រើនយើងចំណេញពេលយើងអាចធ្វើការងារផ្សេងៗបានកាន់តែមិនមែនធ្វើការងារដដែលទេយើងត្រូវចេះ automate យើងត្រូវមានផ្នែកកំណត់នៅក្នុងការធ្វើបែបហ្នឹងដើម្បីឲ្យការងារឬក៏ product ដែលយើងចេញទៅហ្នឹងវាល្អហើយយើងខ្លួនឯងជាអ្នកបង្កើតហ្នឹងគឺបង្កើតឲ្យមានប្រសិទ្ធភាពផងដែរ technical skill get you hired but soft skill get you promoted នៅពេលដែលយើងចេះ technical គេជួលយើងឲ្យទៅធ្វើការប៉ុន្តែនៅពេលយើងចេះ technical ហើយយើងបង្កើន soft skill ទៀតយើងនឹងលើសពីអ្នកផ្សេង software engineer គឺគាត់មានផ្នត់គំនិតបែបគឺមិនត្រឹមតែគាត់ចេះសរសេរកូដទេប៉ុន្តែចេះធ្វើការជាមួយមនុស្សមានទំនាក់ទំនងល្អជាមួយមនុស្សទំនាក់ទំនងគឺវាសំខាន់ខ្លាំងមែនតើនៅក្នុងការងារវាលើសពី technical ប៉ុន្តែវាជា soft skill ហ៊ាននៅក្នុងការចោទសួរនៅពេលដែលមានបញ្ហាណាមួយចោទឡើងឬក៏មានតម្រូវការណាមួយចោទឡើងក៏មានគម្រោងណាមួយពួកគាត់តែងតែហ៊ាននៅក្នុងការចោទសួរដើម្បីជីកឬជីកគល់ឲ្យយល់ពីបញ្ហាកាន់តែច្រើនកាលណាយល់បញ្ហាច្រើនយើងក៏ដឹងថាបញ្ហាហ្នឹងដោះស្រាយបែបណាវាមានប្រសិទ្ធភាពហ៊ាននៅក្នុងការដោះស្រាយបញ្ហាហើយហ៊ាននៅក្នុងការសម្រេចចិត្តការសម្រេចចិត្តគឺពឹងផ្អែកទៅលើទិន្នន័យមិនមែនជាការសម្រេចចិត្តដោយការស្មានទេអញ្ចឹង technical អញ្ចឹង software engineer ពេលនេះគឺគាត់ហ៊ាននៅក្នុងការសម្រេចចិត្តនៅក្នុងការសម្រេចចិត្តដោយមានព័ត៌មានជាក់លាក់មានទិន្នន័យជាក់លាក់មិនមែនជាការសម្រេចចិត្តឬក៏ it's not a blind decision ពេលខ្លះយើងក៏ត្រូវតែស្គាល់ពាក្យថា trade off ដែរ software engineer ឧទាហរណ៍ថា system មួយយើងគិតដឹងណាបើសិនជា system ហ្នឹងល្អ clean code best practice ចំណាយពេល6ខែប៉ុន្តែ requirement ត្រឹមតែ2ខែរយៈពេលដែលគេឲ្យយើងអញ្ចឹងយើងត្រូវហ៊ានសម្រេចចិត្តថាតើយើងគួរតែសម្រេចចិត្តដើរផ្លូវណាកន្លែងនេះគឺយើងជា software engineer យើងត្រូវគឺគាត់មានផ្នត់គំនិតនៅក្នុងការសម្រេចចិត្តលើរឿងបែបហ្នឹងបាទអ្វីដែល software engineer មានមួយទៀតនោះគឺគាត់មានជំងឺ imposter syndromeកន្លែងនេះគឺគាត់មានអារម្មណ៍ថាខ្លួនឯងអត់ចេះទេនៅខ្វះខាតអញ្ចឹងនៅពេលដែលទោះបីជា software engineer ដែលគាត់មានជំនាញរាប់សិបឆ្នាំក៏ដោយក៏គាត់នៅតែមានអារម្មណ៍ថាពួកគាត់ដឹងនៅមានកម្រិតពួកគាត់ដឹងអត់គ្រប់គ្រាន់ទេកន្លែងនេះគឺធ្វើឲ្យពួកគាត់តែងតែចំណាយពេលនៅក្នុងការរៀនសូត្របន្ថែមនៅក្នុងការបំពេញបន្ថែមហ៊ានទទួលយកនឹងការកែលម្អការណែនាំពីអ្នកដទៃជួនកាលបញ្ហាមួយហ្នឹងគាត់មានដំណោះស្រាយប៉ុន្តែអ្នកផ្សេងគេមានដំណោះស្រាយអាចនឹងល្អជាងហ្នឹងនៅពេលដែលមានការណែនាំការរិះគន់ក្នុងការកែលម្អយើងចាត់ទុកថាវាជាអំណោយនេះជាការផ្ដល់ឲ្យមួយដែលល្អប្រសើរហើយយើងអាចយកមកជាការពិចារណាឬក៏ជា key សំខាន់បន្ថែមទៀតនៅក្នុងការសម្រេចចិត្តថាតើយើងគួរតែដើរផ្លូវមួយណាដែលយើងគិតថាវាត្រឹមត្រូវសរុបសេចក្តីមក software engineer មិនមែនជាអ្នកសេកូដតែមួយមុខទេប៉ុន្តែជាអ្នកដោះស្រាយបញ្ហាប្រកបដោយមានប្រសិទ្ធភាពហើយក្នុងជំនាញហ្នឹងផងដែរចេះកូដវាអត់គ្រប់គ្រាន់ទេកូដវាគ្រាន់តែជា tool ទេប៉ុន្តែយើងដឹងពីបញ្ហាយើងពូកែនៅក្នុងការដោះស្រាយបញ្ហាហើយចេះយក tool ហ្នឹងមកដាក់នៅក្នុងការដោះស្រាយអានេះបានគឺជារឿងដែលត្រឹមត្រូវសម្រាប់បទពិសោធន៍នៅក្នុងការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពមិនមែនយើងចំណាយពេលតែមួយយប់
តាមមួយថ្ងៃ2ថ្ងៃ3ថ្ងៃយើងអាចធ្វើបាននេះវាគឺត្រូវការពេលត្រូវការបបពិសោធន៍របស់យើងពីមួយពេលទៅមួយពេលបបពិសោធន៍កើតចេញពីការហ៊ាននៅក្នុងការ involve ជាមួយនឹងការងារកើតចេញពីការ adapt យើង adapt ទៅនឹងបញ្ហាយើង adapt ទៅនឹងរឿងផ្សេងទៀតយើងបើកចិត្តក្នុងការរៀននៅពេលដែលយើងរៀនកាន់តែច្រើនយើងជួបបញ្ហាកាន់តែច្រើនយើងមានបបពិសោធន៍កាន់តែច្រើនហើយធ្វើឲ្យយើងនឹងដោះស្រាយបញ្ហាយ៉ាងមានប្រសិទ្ធភាពគុណច្រើនអញ្ចឹងថ្ងៃនេះខ្ញុំមានប្រធានបទប៉ុណ្ណឹងសម្រាប់ចែកម្លែកទៅអ្នកនរគ្នាជួបគ្នានៅវីដេអូបន្តទៀតបាទអរគុណច្រើនជម្រាបលា